សូមស្វាគមន៍រីពុកម៉ែបងប្អូនបាទប្រិមត្តអរគ្នាសូមមកកាន់ Channel Medium News របស់ខ្ញុំបាទនឹងធ្វើការលេខយកនៅព័ត៌មានដែលមានចំណងជើងថាទីអាកូថាខ្លួនអាចនឹងមករស់នៅកម្ពុជានាពេលអនាគតព្រោះតែស្រឡាញ់ពលរដ្ឋនិងវប្បធម៌ខ្មែរបាទពុកម៉ែបងប្អូនប្រិមត្តអរគ្នាបាទសូមជួយ Share ម្នាក់មួយ Subscribe ពជានឹងរូបកណ្ដឹងដើម្បីទទួលបាននៅព័ត៌មានបាទថ្មីៗជាបន្តទៀតប្រចាំថ្ងៃសូមរៀបស្នាប់ជាមួយខ្ញុំបាទដូចតទៅនេះអ្នកប្រដាល់សញ្ជាតិប្រេស៊ីលធីអាកូបានបង្ហាប់អដឹងថារូគេនឹងមករស់នៅកម្ពុជានាពេលអនាគតគណៈបច្ចុប្បន្នកីឡាករប្រេស៊ីលរូបនេះកំពុងវឹកហាត់នៅក្នុងជំរំជម្រើសជាតិកម្ពុជាដើម្បីត្រៀមទៅប្រកួតដណ្ដើមខ្សែក្រវ៉ាត់នៅខែមេសានៅឯប្រទេសអាល្លឺម៉ង់នាពេលខាងមុខនេះកីឡាករជើងចាស់ប្រេស៊ីលធីអាកូបានបញ្ជាក់ក្នុងជំនួបជាមួយនឹងលោកអុកញ៉ាស្រីចន្ទថនកាលពីពេលថ្មីថារូគេនឹងអាចមករស់នៅកម្ពុជាអស់មួយជីវិតនៅពេលអនាគតព្រោះតែចាត់ទុកកម្ពុជាហាក់បីដូចជាប្រទេសកំណើតរបស់ខ្លួនដែលបានផ្ដល់ក្តីស្រឡាញ់ឲ្យគេយ៉ាងច្រើនទាំងប្រជាពលរដ្ឋនិងវប្បធម៌ដ៏សម្បូរបែបទីអាកូឲ្យដឹងទៀតថាទោះបីជារូគេមានអាជីវកម្មផ្ទាល់ខ្លួនដែលត្រូវមើលការខុសត្រូវនៅឯប្រទេសថៃក៏ពិតមែនប៉ុន្តែបេះដូងរបស់ខ្លួនគឺស្ថិតនៅកម្ពុជាគួរដឹងថាបច្ចុប្បន្នអ្នកប្រដាល់ប្រេស៊ីរូបនេះកំពុងវឹកហាត់នៅក្នុងជំរំជម្រើសជាតិជាមួយកីឡាការិនីកម្ពុជាដើម្បីត្រៀមចេញទៅប្រកួតដណ្ដើមខ្សែក្រវ៉ាត់នៅប្រទេសអាល្លឺម៉ង់ដោយអះអាងថាមកការវឹកហាត់ត្រៀមនៅកម្ពុជានេះនឹងជួយបន្ថែមចំណុចខ្វះខាតនិងបន្ថែមចំណុចសំខាន់ចំណុចខ្លាំងដល់រូគេជាមួយគ្នាទីអាកូបានឲ្យដឹងថានៅពេលដែលយល់ដឹងពីគុណខ្មែររូគេគិតពិតជាមានមោទនភាពក្នុងការគ្រប់គ្រងនិងបានបដិញ្ញាចិត្តក្នុងការចូលរួមផ្សព្វផ្សាយទៅកាន់បណ្ដាប្រទេសផ្សេងទៀតជាការកត់សម្គាល់ទីអាកូបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកនិយមគ្រប់គ្រងគុណខ្មែរចាប់អារម្មណ៍និងមានមោទនភាពចំពោះរូគេជាខ្លាំងតាមរយៈទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជាវប្បធម៌កម្ពុជាចិត្តស្រឡាញ់ក្បាច់គុនបុរាណរបស់ខ្មែរនិងទឹកចិត្តប្រជាពលរដ្ឋខ្មែរក្រោយពីរូគេបានប្រកួតជាមួយកីឡាករធឿនធីរ៉ាជាក់ស្ដែងអ្នកប្រដាល់សញ្ជាតិប្រេស៊ីលដដែលតែងតែបង្ហោះសារពីក្បាច់របស់ខ្មែរនៅលើបណ្ដាសង្គមផ្លូវការរបស់ខ្លួនជាញឹកញាប់រួមទាំងទំនាក់ទំនងល្អជាមួយនឹងពលរដ្ឋកម្ពុជាយ៉ាងជិតស្និទ្ធប្រៀបដូចជាជនជាតិរបស់គេដូចនេះដែរដោយសារតែឃើញពីទឹកចិត្តស្រឡាញ់ចំពោះប្រទេសកម្ពុជានិងក្បាច់គុនបុរាណខ្មែរមានសប្បុរសជនមួយចំនួនក៏បានឧបត្ថម្ភថវិកានិងសម្ភារៈមួយចំនួនដល់អ្នកប្រដាល់ប្រេស៊ីរូបនេះជាស្ដែងលោកអុកញ៉ាស្រីចន្ទថនបានផ្ដល់ម៉ូតូធំស្រីទំនើបមួយគ្រឿងឲ្យអ្នកប្រដាល់ប្រេស៊ីរូបនេះដើម្បីជាមធ្យោបាយធ្វើដំណើរទៅវឹកហាត់ក៏ដូចជាធ្វើដំណើរទៅគោលដៅផ្សេងទៀតកំឡុងពេលដែលមកវឹកហាត់ត្រៀមនៅកម្ពុជានេះមិនមែនតែទីអាកូទេដែលកំពុងវឹកហាត់នៅកម្ពុជាសូម្បីតែសិស្សរបស់គេមួយរូបទៀតគឺកីឡាករអាឡិចសិនត្រូក៏កំពុងវឹកហាត់នៅក្នុងក្លឹបខ្លារខិនមានរិទ្ធជាមួយនឹងលោករីគីដែលជាគ្រូបង្ហាត់ដែរនេះសបញ្ជាក់ថាកីឡាករប្រេស៊ីលទាំងពីររូបនេះខាងលើពិតជាមានទំនាក់ទំនងគ្នាល្អជាមួយប្រជាពលរដ្ឋនិងប្រទេសកម្ពុជាមែនសូមជម្រាបថាបើតាមស្ថិតិនៃការប្រកួតទីអាកូធ្លាប់ជួបជាមួយកីឡាករ
កម្ពុជាជាច្រើនរូបដូចជាអតីតកីឡាករធុនសុធាដែលបច្ចុប្បន្នជាគ្រូបង្ហាត់នៃក្លឹបសមាគមកីឡាប្រដាល់ក្រសួងការពារជាតិអតីតកីឡាករសេនប៊ុនតេនដែលបច្ចុប្បន្នជាគ្រូបង្ហាត់នៃក្លឹបប៉ែនរ៉ាគុនខ្មែរនិងជាគ្រូជម្រើសជាតិ King Boxing កីឡាករឡៅចន្ទ្រានិងធឿនធីរ៉ាដោយឡែកកីឡាករអេលិចសិនត្រូក៏ធ្លាប់ជួបជាមួយនឹងកីឡាករគុនខ្មែរច្រើនរូបដូចជាជុតស្រីវ៉ាន់ថងលីចម្រើនច័កស៊ីវិននិងរិនដេវីតជាដើមបាទពុកម៉ែបងប្អូនបាទប្រិមិត្តអរគ្នាគឺតាក់ទងជាមួយកីឡាករបាទទីអាកូដែលជាជនជាតិប្រេស៊ីលបានស្រឡាញ់វប្បធម៌និងក្បាច់គុនរបស់ខ្មែរបានមកវឹកហាត់នៅកម្ពុជានេះសបញ្ជាក់ឲ្យឃើញថាគុនខ្មែរពិតជាអស្ចារ្យមែនទែនបាទជាចុងបញ្ចប់នៃព័ត៌មាននេះរកកំហុសបាទកោះឆ្កងទាំងឡាយណាឬក៏មានពាក្យលើសលប់បាទខ្វះការចំណុចណាមួយនៃការអានព័ត៌មានទាំងស្រុងនោះសូមបាទជួយខមមិនក្រោមវីដេអូនេះផងបាទសូមអរគុណនិងសូមជម្រាបលាបាទ